សួស្តីអ្នកទាំងអស់គ្នាចង់ដឹងអត់ថាបាសមួយនេះមានអ្វីពិសេសបើប្រអប់មកយើងទទួលបាន microphone wireless ចំនួន2គ្រាប់ខ្សែស្ពាយមួយខ្សែ AUX ខ្សែ Type C និង controller មួយផងដែរចុងក្រោយគឺអបងធំយើងនេះរហស្សនាម Xdobo King Max ឯតម្លៃសូមលាក់សិនខ្ញុំនឹងបង្ហាញនៅចុងវីដេអូងាកមកមើលការរចនាគឺបែបសាមញ្ញមិនមានអ្វីឆាតឆាយនោះទេផ្នែកចំហៀងនិងកណ្ដាលស្រោបដោយសំណាញ់ក្រណាត់និងមាន logo ផុសនៅចំកណ្ដាលផងដែរមើលទៅក៏ស្អាតម្យ៉ាងសម្រាប់អ្នកដែលមិនចូលចិត្តស្ទីលពេកមាត្រតូចកម្លាំងខ្លាំង140វ៉ាត់បូករួមជាមួយនឹងទម្ងន់ 4.4 គីឡូក្រាមធ្ងន់គួរសមតែកុំបារម្ភអីវាមានកន្លែងដាក់ខ្សែស្ពាយអាចឲ្យយើងស្ពាយទៅមុខបានយ៉ាងងាយស្រួល speaker មួយនេះក៏បំពាក់មកនៅអាវក្រោះការពារជំរាបទឹកបានយ៉ាងល្អផងដែរចូលមកផ្នែកខាងក្រោយយើងឃើញមានរុន AUX រុន Karaoke កន្លែងដាក់ SD card port USB និង USB-C ឯផ្នែកខាងលើក៏មានមុខងារចានគួរសមវាបំពាក់មកជាមួយនឹង Bluetooth 5.2 បូករួមជាមួយនឹងថ្មកាន់រហូតដល់12ម៉ោងតាមកម្រិតសំឡេងពិតជាល្អមែនទែនបើមានវាកំដរពេលជួបជុំបងប្អូននិងជាងលេងកម្សាន្តនាចុងសប្តាហ៍ខ្ញុំធានាថាអ្នកនឹងទទួលបានរសជាតិថ្មីមួយទៀតដោយវាជាប្រភេទ speaker outdoor ផងនោះការចាក់ចម្រៀងនៅខាងក្រៅគឺបន្លឺសំឡេងបានខ្លាំងល្អផងដែរចំណែកនៅក្នុងបន្ទប់គឺជះសំឡេងខ្លាំងដូចនេះគួរបើកក្នុងកម្រិតមធ្យមបានហើយប៉ុននេះនឹងមិនទាន់អស់សមត្ថភាពនៅឡើយទេដោយវាភ្ជាប់មកជាមួយនឹង woofer 2គ្រាប់45វ៉ាត់និង tweeter 2គ្រាប់25វ៉ាត់ប៉ុណ្ណឹងអាចឲ្យយើងបើកបន្ទប់ karaoke បានមួយផងដែរខ្ញុំនឹងតេស្តច្រៀងឲ្យអ្នកទាំងអស់គ្នាស្ដាប់សូមខមមិនដាក់ពិន្ទុនៅខាងក្រោមផងណា我